និយាយមកខ្ញុំសន្យាជាមួយអ្នកខ្ញុំនឹងឈរឲ្យត្រង់ខ្លួនហើយទាមទារអ្វីដែលពួកគេជំពាក់យើងយកមកវិញដោយសមត្ថភាពខ្លួនឯងឲ្យបានអូនោះមិនមែនជាលដីរបស់តាហៃថៅទេមិនក៏ខ្លាយជាដីរាបស្មើទៅវិញសមុខហើយអាពីរអ្នកមិនស្គាល់ខុសត្រូវនឹងចង់ទៅទាស់ជាមួយចៅហ្វូគួយឥឡូវនឹងឃើញទេគេរុះរើផ្ទះសម្បាញ់អស់ហើយជុះនិយាយតិចមកលីនវឹងកំពុងបីតាហៃថៅទៅមន្ទីរពេទ្យហើយពេញខ្លួនសុទ្ធតែរបួសគួរឲ្យអាណិតណាស់និយាយមកចាំខ្ញុំត្រឡប់មកវិញថ្នាំរបស់ Chen Yao របស់ Dafa Yao Fugai មកពីភ្នំ Fugai ហើយនឹងមិត្តភក្តិជិតស្និទ្ធ Messenyu ដែលក្បត់ខ្ញុំពួកឯងគិតថាធ្វើបែបនេះអាចបំផ្លាញ Len Feng បានមែនទេពួកឯងមិនដឹងទេថាគ្រោះថ្នាក់មួយនេះមិនត្រឹមតែដុតបំផ្លាញភាពទន់ខ្សោយរបស់ខ្ញុំទេតែវាថែមទាំងដុតឲ្យខ្ញុំក្លាយជាមនុស្សរឹងមាំទៀតផងបេខោឈ្វាន់នៅខេត្តខ្ញុំមកដល់ហើយលោកម្ចាស់នេះជាគោលដៅហើយលោកយ៉េងតាលោកមកធ្វើអ្វីបងប្រុសទាំងពីរខ្ញុំមកជួបថៅកែសិស្សរបស់ពួកលោកដើម្បីយកទំនិញពីភ្នំមកជូនមកជួបថៅកែសិស្សរបស់ពួកយើងហើយថែមទាំងយកទំនិញមកទៀតអាប់អូនអើយបើភ្នែកមើលឲ្យច្បាស់ទៅមើលនេះជាកន្លែងណាថ្នាំបំពេញសុខភាពនៅហាងប៉ៃឆៅសៀនរបស់យើងគឺប្រើសុទ្ធតែវត្ថុធាតុដើមពិសេសដែលនាំមកពីភ្នំឆាងប៉ៃនិងភ្នំសិននងជាផ្ទាល់គឺយើងមានប្រភពនាំចូលដាច់ដោយឡែកឯងគ្រាន់តែជាក្មេងមកពីស្រុកស្រែចេះតែស្ពីបាបអីមិនដឹងមកចង់ចូលក្នុងហាងយើងទៅលក់នៅផ្សារក្រោយហាងទៅគុំនេះមិនមែនជារបស់ផ្ដេសផ្ដាស់ទេនេះគឺជាផ្សិតមាសស្កំដែលដុះនៅតំបន់ភ្នំសិននងវាជាផ្សិតក្រៀមដែលយើងប្រើវិធីបុរាណសុទ្ធសាធហាលស្ងួតដោយឈើលីជឿផ្សិតមាសផ្សិតប្រាក់អីហ្នឹងខ្ញុំមិនដែលលឺសោះសន្តិសុខនាំវាចេញទៅបន្តិចទៀតឡានលោកចៅមកដល់ហើយបើបុកវាវិញឲ្យវាលក់ស្រូវមួយឆ្នាំក៏សងគេមិនរួចដែរកុំប៉ះរបស់ខ្ញុំអូនៅហ៊ានតែអីទៀតហេគ្មានរបៀបវិន័យសោះអាវាងអាលីនាំវាចេញទៅឲ្យឆ្ងាយទៅនៅមុខខាងស្រែកឡូឡាអីម្លេះមើលទៅមិនសមសោះអូលោកមកដល់ហើយនឹងមានក្មេងម្នាក់មកពីស្រុកស្រែស្ពីបង្វិចអីវ៉ាន់ធម្មតាមួយតែចង់តែចូលទៅខាងក្នុងខ្ញុំកំពុងតែឲ្យសន្តិសុខប្រាប់ឲ្យគេត្រឡប់ទៅវិញកុំឲ្យរំខានដល់សណ្ដាប់ធ្នាប់នៅមុខទ្វារយើងលោកស៊ូខ្ញុំជាកូនប្រុសរបស់លីនគូដុងមកពីក្រុងឡុងវ៉ាន់នេះជាផ្លូវដែលប៉ាខ្ញុំបន្សល់ទុកឲ្យហើយក៏ទើបតែយកចេញពីលកាពីយប់មិញដែរជាផ្សិតក្រៀមគុណភាពខ្ពស់លោកជាអ្នកចេះមើលរបស់លោកជួយសម្រេចចិត្តមកថាយកឬមិនយកនិយាយឲ្យត្រង់មកលោកស៊ូអារបស់របរមកពីស្រុកស្រែនឹងឯងស្ងាត់មកទៅមើលចុះក្បាលផ្សិតមានពណ៌មាសលីក្រហមបន្តិចរៀងដូចនាគរីកនេះគឺជាផ្សិតក្រៀមប្រភេទកំអខ្លាំងណាស់ដែលគេហៅថាផ្សិតចិនសានអ្វីដែលកំអជាងនេះទៅទៀតនោះគឺក្លិនឈ្ងុយរបស់វានេះជាវិធីសាស្ត្រសម្ងួតបែបបុរាណដែលគេប្រើឈើដើមទ្រូងដុតភ្លើងតិចហើយបិទបាតដោយផ្សែងស្រកនេះជាវិធីសាស្ត្រដ៏ត្រឹមត្រូវបំផុតដែលកំនឹងបានឃើញណាស់ឥឡូវនេះរបស់របរធម្មតាដែលគេដាក់លក់លើទីផ្សារដូចជាគ្រឿងស្ងួតនិងគ្រឿងជក់គឺមិនអាចយកមកប្រៀបធៀបជាមួយរបស់គាត់លីនស៊ូដុងលោកពូលីននឹងត្រូវជាអ្វីនឹងអ្នកគាត់ជាប៉ារបស់ខ្ញុំគាត់បានទទួលមរណភាពកាលពី3ឆ្នាំមុនកាលនោះប៉ារបស់ខ្ញុំបានបង្កើតហាងប៉ៃឆៅសៀនឡើងបើគ្មានលោកពូលីនជួយរកផ្លូវនិងដឹកជញ្ជូនថ្នាំឲ្យពួកយើងនៅក្នុងភ្នំទេនោះក៏គ្មានហាងប៉ៃឆៅសៀនមកដល់សប្តាហ៍ថ្ងៃនេះដែរលោកពូលីនគាត់ទៅលឿនពេកពួកយើងតែងតែចង់ជួយរៀបចំជីវភាពអ្នកទាំងពីរម្ដាយកូនតែថៅកែឈឿនដេហ្វានោះគាត់តែងតែប្រាប់ថាអ្នកទាំងពីរបានរើចេញទៅបាត់ហើយមីងលីនខ្ញុំសុំទោសផងគឺពួកយើងហាងប៉ៃឆៅសៀនមកយឺតពេកហើយអ្នកគ្រប់គ្រងចាងអេរយ៉ាប់របស់អ្នកមិនសមស្របនឹងគោលការណ៍សេវាកម្មរបស់ពួកយើងទេឥឡូវនេះអ្នកទៅផ្នែកហិរញ្ញវត្ថុដើម្បីបើកប្រាក់ខែរបស់អ្នកហើយចាក់ចេញពីហាងប៉ៃឆៅសៀនទៅលោកប្រធានស៊ូខ្ញុំមិនដឹងទេថាគាត់ជាភ្ញៀវកិត្តិយសរបស់អ្នកលោកប្រធានស៊ូសូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះហាងប៉ៃឆៅសៀនបើកលក់អាហារសុខភាពគឺយើងប្រកាន់ខ្ជាប់នូវចិត្តមេត្តាធម៌របស់គ្រូពេទ្យនិងការគោរពគ្នាទៅវិញទៅមកអ្នកមើលមនុស្សត្រឹមតែសម្បកក្រៅហើយមើលងាយភ្ញៀវពីលើភ្នំហាងប៉ៃឆៅសៀនរបស់យើងមិនអាចអ្នកមិនស័ក្តិសមនឹងធ្វើជាថ្នាក់ដឹកនាំបែបនេះទេ
លីនហ្វឹងផ្សិតម្យ៉ាងនេះមួយកន្ត្រកតម្លៃប៉ុន្មានដែរផ្សិតស្រស់មាន30គីឡូក្រាមតែពេលហាលស្ងួតទៅនៅសល់តែ3គីឡូកន្លះទេល្អណាស់ផ្សិតព្រៃប្រភេទនេះវាជារបស់កំបោះស្រាប់ទៅហើយបូករួមនឹងវិធីហាលស្ងួតបែបបុរាណទៀតគឺរក្សាសារធាតុវ៉ាស់បានពេញលេញតែម្ដងតម្លៃទីផ្សារធម្មតាគឺ200ក្នុង1គីឡូខ្ញុំឲ្យថ្លៃជាង4ដងគឺ800ក្នុង1គីឡូដូច្នេះ3គីឡូកន្លះសរុបជាទឹកប្រាក់2560ចុះនឹងជាអ្វីទៅនេះខ្ញុំរកឃើញនៅក្នុងជញ្ជាំងផ្ទះរបស់ពូជូហ្វៃយ៉ាវកាលពីយប់មិញវាជារបស់ដែលប៉ាខ្ញុំទុកចោលកាលពីមុនពូជូខំការពីវាស្ទើរតែត្រូវភ្លើងឆេះខ្លួនទៅហើយលោកស៊ូលោកដាក់តម្លៃមកចុះនេះវាជាយិនសិនព្រៃដែលមានអាយុកាលយ៉ាងតិច50ឆ្នាំវាពេញល្អហើយមានក្លិនយិនសិនព្រៃទៀតហើយនេះផ្សិតខ្មៅទៀតវាមានស្នូលជុំរួចទៅហើយលីនហ្វឹងរបស់ទាំងអស់នេះបូករួមគ្នាវាជាឱសថដ៏មានតម្លៃបំផុតខ្ញុំដាក់តម្លៃមួយកាត់តែម្ដង32000បូករួមទាំងផ្សិតទាំងអស់គឺ35000តើអ្នកគិតថាម៉េចដែរលោកស្រីស៊ូខ្ញុំគ្មានបញ្ហាទេប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយអ្នកនិយាយមកចុះឲ្យតែខ្ញុំអាចធ្វើបានម៉ាក់ខ្ញុំកំពុងរងចាំថ្លៃវះកាត់ចំនួន20000នៅមន្ទីរពេទ្យស្រុកគាត់កំពុងត្រូវការលុយខ្លាំងណាស់ខ្ញុំត្រូវការលុយសុទ្ធ20000ដើម្បីយកទៅភ្លាមលុយ15000ដែលនៅសល់ជួយដាក់ចូលក្នុងសៀវភៅសន្សំឲ្យខ្ញុំផងពូរបស់ខ្ញុំគាត់រងរបួសរលាកធ្ងន់ធ្ងរដោយសារការពីថ្នាំហើយក៏បានចុះឈ្មោះនៅមន្ទីរពេទ្យល្អបំផុតក្នុងទីក្រុងដែរត្រូវការថ្លៃព្យាបាលបន្តទៀតក្នុងចំណោមគុណធម៌ទាំងឡាយក៏តញ្ញូគឺសំខាន់ជាងគេដោយសារតែចិត្តតញ្ញូរបស់អ្នកនេះលោកពូលីននៅស្ថានសួគ៌ប្រកាសជាមានចិត្តរីករាយហើយស៊ីវលីទៅបន្ទប់កណេឲ្យភ្លាមដកលុយសុទ្ធ20000មកចំណែក15000ដែលនៅសល់ប្រើផ្លូវកាត់ពិសេសផ្ទេរចូលក្នុងសៀវភៅសន្សំថ្មីរបស់លីនហ្វឹងឲ្យខ្ញុំមួយទៀតទូរស័ព្ទទៅប្រធានផ្នែករលាកនៃមន្ទីរពេទ្យប្រជាជនទី1ក្នុងទីក្រុងប្រាប់គាត់ថាខ្ញុំស៊ូឈីងមានចាស់ទុំម្នាក់ត្រូវផ្ទេរទៅទីនោះឲ្យពួកគេរៀបចំបន្ទប់គ្មានមេរោគនិងអ្នកជំនាញល្អបំផុតឲ្យគាត់បាទលោកស្រីស៊ូលោកស៊ូឲ្យខ្ញុំមិនដឹងនិយាយអរគុណយ៉ាងណាទេតែចាប់ពីពេលនេះទៅឲ្យតែខ្ញុំលីនហ្វឹងរកបានទំនិញល្អពីក្នុងភ្នំខ្ញុំនឹងយកទៅឲ្យហាងប៉ៃឆៅស្វៀនមុនគេជានិច្ចលីនហ្វឹងឲ្យរឿងនេះតាមពិតទៅហាងប៉ៃឆៅស្វៀនរបស់យើងទេដែលជំពាក់គ្រួសារអ្នកតែថាសប្តាហ៍ក្រោយហាងយើងត្រូវរៀបចំពិធីខួបកំណើតអាយុ80ឆ្នាំឲ្យចាស់ទុំម្នាក់គេទាមទារឲ្យមានជីនសៀនលៀនព្រៃ50គីឡូនិងផ្សិតសុងរុងគុណភាពខ្ពស់10គីឡូដើមឡើយយើងបានចុះកិច្ចសន្យាជាមួយកន្លែងលក់ទំនិញរបស់ចាហ្វូគួយតែទំនិញដែលគាត់ផ្ញើមកថ្មីនេះសុទ្ធតែជាទំនិញកែច្នៃដោយស្ពនធមិនមានគុណភាពតតែសោះបើពួកយើងរកទំនិញឲ្យគេមិនបានទេតាមកិច្ចសន្យាយើងត្រូវសងសំណងខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់ជីនសៀនលៀននិងផ្សិតសុងរុងគឺមានតែនៅតាមជ្រលងភ្នំជ្រៅក្នុងជ្រលងសិននងប៉ុណ្ណោះឥឡូវជារដូវនេះបើអ្នកធម្មតាចូលទៅគឺគ្រោះថ្នាក់ខ្លាំងណាស់លីនហ្វឹងឲ្យអ្នកមានផែនទីភ្នំរបស់ឪពុកអ្នកនៅក្នុងដៃតើអ្នកហ៊ានទទួលការងារនេះទេបានហើយខ្ញុំទទួលយកមួយសប្តាហ៍ទៀតខ្ញុំនឹងយកយិនសិនព្រៃនិងផ្សិតសុងរុងគុណភាពខ្ពស់បំផុតទៅជូនដល់តូអាហាររដ្ឋពិធីរបស់អ្នកដោយសុវត្ថិភាពលោកលីថ្លៃវះកាត់របស់ម្ដាយលោកបានបង់រួចរាល់ហើយអ្នកជំនាញមកពីខេត្តក៏មកដល់ដែររសៀលម៉ោង2នឹងវះកាត់តាមកំណត់សូមលោកកុំបារម្ភអីសៀវហ្វាងអូនត្រឡប់មកវិញធ្វើអីទៀតហ្នឹងបងប្រុសខ្ញុំលក់វាហើយឈប់សិនកុំកម្រើកលក់ហើយលក់បាន35000យូនម៉ាក់ខ្ញុំវះកាត់រសៀលនេះហើយថ្លៃពេទ្យរបស់អ្នកក៏ខ្ញុំបង់ទុកមុនអស់ហើយដែរយើងឆ្លងផុតរឿងនេះហើយល្អណាស់បងក៏ដងនៅស្ថានសួគ៌ប្រហែលជាអស់ចិត្តហើយ35000លើកនេះមើលទៅអានឹងនៅហ៊ានអួតអាំងអីទៀតប្រាប់ទៅចុះមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំថែមទាំងទទួលការកំងធំពីក្រុងទៀតសម្រាប់ពិធីជប់លៀងសំខាន់សប្តាហ៍ក្រោយគេត្រូវការរុក្ខជាតិមាស50គីឡូនិងផ្សិតសុងរុងសុទ្ធ10គីឡូរបស់នេះមានតែក្នុងជ្រលងភ្នំရှែនណងទេទើបមានជ្រលងភ្នំရှែនណងអហោះកន្លែងនោះគ្រោះថ្នាក់ណាស់ហើយអាវាមិនលែងដៃពីអញទេឆេវិញឲ្យទោះបីអញមានទំនុកចិត្តមែនប៉ុន្តែនៅទីក្រុងឡងមែននេះអធិពលត្រកូលឆេនវាចាក់ឬជ្រៅណាស់ឯងទៅបុកជាមួយវាត្រង់មិនកើតទេមុនពេលខ្ញុំចូលពេទ្យខ្ញុំវិពួកអ្នកលក់ក្នុងក្រុងគេនិយាយគ្នាអានឹងថ្មីនេះវាដើរប្រមូលទិញផ្សិតស្រស់និងផ្សិតត្រចៀកកណ្ដុររាប់ម៉ឺនគីឡូក្នុងតម្លៃថោកពេញក្រុងវាចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំនៅក្រៅខេត្តថ្ងៃក្រោយត្រូវតែដឹកជញ្ជូនចេញទាំងអស់របស់ស្រស់ដឹកជញ្ជូនខ្លាចបំផុតគឺការក្តៅស្អុះស្អាប់បើខ្យល់មិនចេញចូលគឺខូចអស់ហើយឥឡូវវាត្រូវការប្រអប់ក្រដាសកាតុងដែលមានរន្ធយកពិសេសជាច្រើនប្រអប់ពិសេសអហោះក្នុងក្រុងយើងមានតែរោងចក្រវេចខ្ចប់ Honda មួយទេដែលធ្វើបានមែនទេ
ត្រូវហើយប៉ុន្តែម្ចាស់រោងចក្រ Honda គ្រប់គ្រងមិនល្អរោងចក្រឈប់ដំណើរការយូរហើយជំពាក់លុយធនាគារនិងកម្មករច្រើនណាស់ឥឡូវកំពុងត្រូវធនាគារដាក់លក់ដេញថ្លៃហើយគិតគូររឿងទូទាត់ចៅហ្វាយគួយកំពុងតែត្រៀមខ្លួនយកកិច្ចសន្យាទៅកេងចំណេញលើគេដោយទិញរោងចក្រវេចខ្ចប់ក្នុងតម្លៃថោកបំផុតដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រាប់គេទៅថាសម្រាប់ព្យាបាលរបួសឲ្យបានល្អចុះរឿងដែលនៅសល់ទុកឲ្យខ្ញុំជាអ្នកចាត់ការលោកលីនរោងចក្រវេចខ្ចប់កំពុងត្រូវការលុយដើម្បីទូទាត់ឥឡូវនេះខ្ញុំនឹងឲ្យទីប្រឹក្សាច្បាប់របស់ក្រុមហ៊ុនយកឯកសារទៅធនាគារពាណិជ្ជកម្មជាមួយលោកចៅអរគុណច្រើនណាស់ចំពោះទំនុកចិត្តមួយនេះខ្ញុំលីនហ្វឹងនឹងចងចាំមួយជីវិតគុំនិយាយច្រើនអីខ្ញុំកំពុងរងចាំលុយរបស់លោកមកជួយសង្គ្រោះបន្ទាន់នេះតោះទៅលោកសុនតាគិតគូរយ៉ាងម៉េចហើយរោងចក្ររបស់លោកជំពាក់លុយធនាគារបើមិនមែនខ្ញុំចៅហ្វាយគួយទេតើនៅក្រុងឡុងអាននេះមានអ្នកណាអាចជួយលោកបានខ្ញុំឲ្យតម្លៃលោក$50,000ផ្ទេររោងចក្រមកឲ្យខ្ញុំឯបំណុលខ្ញុំជួយសងឲ្យ20,000តើលោកយកយ៉ាងម៉េចដែរលោកចៅរោងចក្រនេះគ្រាន់តែម៉ាស៊ីននេះបានត្រឹមតែ20,000ទេ50,000ទៀតមិនគ្រប់សងថ្លៃឈ្នួលកម្មករផងមិនព្រមទេលោកសុនធនាគារគេនឹងមកបិទសញ្ញាដកហូតទ្រព្យសម្បត្តិនៅថ្ងៃស្អែកនេះហើយដល់ពេលនោះលោកមិនបានលុយសំបីមួយកាក់ហើយកម្មករគេនឹងមកទារលុយលោកទៀតប៉ាខ្ញុំកំពុងតែជួយលោកណាយោទេលោកចៅជួយថែមបន្តិចទៀតទៅបានត្រឹមតែប៉ុណ្្នឹងទេមិនអាចថែមបានទៀតទេចុះហត្ថលេខាទៅចុះហត្ថលេខារួចហើយរសៀលនេះខ្ញុំនឹងរៀបចំឲ្យកម្មករចាប់ផ្ដើមធ្វើការផលិតប្រអប់ក្រដាសខ្យល់ឲ្យខ្ញុំ10,000ប្រអប់សិទ្ធិរបស់ខ្ញុំកំពុងរងចាំប្រើប្រាស់វាឯកសារនេះលោកមិនចាំបាច់ចុះហត្ថលេខាថ្ងៃនេះទេលីហ្វឹងអាមនុស្សក្រីក្រឯងនេះមិនមិនតន់ទៅទៀតឯងចង់មកបង្កចំនួនមែនទេលីហ្វឹងទីនេះជាកន្លែងពិភាក្សាការងារឯងជាមនុស្សអត់ការងារធ្វើគ្មានដើមទុនសោះមកបង្កបញ្ហាអ្វីនៅទីនេះចេញទៅលោកនាយកលោកម្ចាស់ហាងវងសូមប្រយ័ត្នសម្ដីផងកាលពីកន្លះម៉ោងមុននេះលោកលិនហ្វេងបានមកជាមួយមេធាវីរបស់ក្រុមហ៊ុនបេកោឈុនហើយបានបង់ថ្លៃកុងត្រាដំបូងរួចរាល់អស់ហើយថែមទាំងយកកុងត្រារយៈពេលវែងរបស់បេកោឈុនមកធានាដើម្បីដណ្ដើមយកសិទ្ធិគ្រប់គ្រងរោងចក្រនេះទៀតអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺលោកលិនហ្វេងទើបតែបានយកលុយផ្ទាល់ខ្លួនរបស់គាត់មកបើកប្រាក់ខែដែលជំពាក់កម្មករទាំងអស់នោះចាប់ពីពេលនេះទៅខ្សែផលិតកម្មនិងសិទ្ធិគ្រប់គ្រងរោងចក្រវេចខ្ចប់ Honda ត្រូវបានប្រគល់ជូនលោកលិនហ្វេងដោយស្របច្បាប់ហើយរឿងនេះមិនអាចទៅរួចទេមិនអាចទៅរួចដាច់ខាតមនុស្សម្នាក់ដែលសំបីតែលុយវះកាត់ឲ្យម្ដាយខ្លួនឯងក៏រកមិនបានផងលោកនាយកវងតើលោកច្រឡំឬអាម្នាក់នេះកំពុងកុហកទេស្ងាត់មាត់ទៅអាវែងឯងពិតជាមិនធម្មតាមែនណាមានលុយរាប់ម៉ឺនឯណោះឯងថែមទាំងអាចទៅពឹងពាក់បេកោឈុននៅទីក្រុងទៀតផងមើលទៅក្រោយពីមានអគិភ័យលើកនោះឯងទៅទីក្រុងហាក់ដូចជាមានសំណាងល្អណាស់តើពួកអគិភ័យលើកនោះវាឆេះឡើងដោយរបៀបណាអ្នកណាក៏ដឹងដែរមនុស្សយើងធ្វើការត្រូវតែមានសិទ្ធិសម្ញ្ញៈបើទៅបោកប្រាស់គេចុងក្រោយគឺខ្លួនឯងនឹងឯងដែលនឹងត្រូវវិនាសផ្សិតស្រស់រាប់ម៉ឺនគីឡូរបស់ពូនឹងស្អែករសៀលនេះត្រូវដឹកចេញហើយមែនទេបើគ្មានប្រអប់ក្រដាសកាតុងដែលមានរន្ធខ្យល់ពិសេសទេទុកក្នុងឡាន5ម៉ោងផ្សិតរបស់អ្នកនឹងខ្មៅអស់ហូរទឹកហើយនឹងដុះផ្សិតមិនខានដល់ពេលនោះមិនត្រឹមតែត្រូវសងសំណងខូចខាតរាប់សិបម៉ឺនដល់ក្រុមហ៊ុននៅខេត្តក្រៅទេសូម្បីតែស្លាកយីហោភូគួយសានឆាន់របស់អ្នកក៏រក្សាទុកមិនបានដែរលីនវឹងកុំអួតអាងពេកអត់មានឯងក៏យើងទៅរកទិញប្រអប់ពីកន្លែងផ្សេងបានដែរទៅទិញឯណារោងចក្រវេចខ្ចប់ដែលជិតបំផុតនៅស្រុកជាប់គ្នានេះដឹកមកវិញគ្រាន់តែថ្លៃឡានក៏ឡើងទ្វេដងដែរហើយគេក៏មានបញ្ជីកំងពេញអស់ហើយមិនអាចទាន់ពេលទេលោកចៅយើងបើកហាងរកស៊ីមិនមែនលោកទៅតែនិយាយថាលីនហ្វឹងឯងចង់បានលុយប៉ុន្មានដាក់តម្លៃមកប្រអប់10,000ខ្ញុំហ៊ានឲ្យថ្លៃទ្វេដងមានលុយត្រូវចេះចែកគ្នាចំណេញកុំធ្វើផ្លូវឲ្យតច្រកពេកមានលុយត្រូវចេះចែកគ្នាចំណេញពូកាលពីមុនពេលដែលខ្ញុំសុំឲ្យពូជួយសម្រួលប្រើសម្ងួតដើម្បីសង្គ្រោះបន្ទាន់ពេលដែលពូដេញខ្ញុំចេញមិនក៏ពូមិនគិតថាមានលុយត្រូវចេះចែកគ្នាចំណេញដែរកូនចៅពូដែលរុញខ្ញុំដួលនោះពេលដែលនៅក្នុងភពល្បាប់ហេតុអ្វីមិនគិតពីផ្លូវថយក្រោយខ្លះឥឡូវនេះខ្ញុំប្រាប់ឲ្យដឹងចុះ Honda Xing Chang បច្ចុប្បន្នមានសមត្ថភាពផលិតមានកំណត់ត្រូវផ្ដល់អាទិភាពដល់ការធានាការបញ្ជាទិញរបស់ប៉ៃឆៅសៀននិងក្រុមហ៊ុនកសិកម្មរួមគ្នាចំណែកឯការបញ្ជាទិញសាច់មាន់ពីភ្នំហ្វូគួយវិញសុំទោសផងយើងមិនទទួលទេប៉ាមានរឿងអីលីនហ្វឹងគុំស្មានថាបានកាន់រោងចក្រចាស់មួយនេះហើយមានសុវត្ថិភាពឲ្យសោះចាំមើលទៅនៅទីក្រុងឡុងវ៉ាន់នេះការដែលចង់បើករោងចក្រឲ្យមានស្ថិរភាពវាមិនងាយស្រួលប៉ុន្មានទេសុងខឺបងប្អូនកម្មករទាំងអស់គ្នាស្អែកនេះឲ្យតែគ្រប់គ្នាធ្វើការដោយស្មោះត្រង់ប្រាក់ខែរបស់ពួកអ្នកនឹងមិនខ្វះមួយថ្ងៃឡើយល្អលោកនាយកលីនយើងស្ដាប់តាមលោក
លីនហ្វឹងនៅជ្រៅក្នុងជ្រលងភ្នំសិនឡុងពេលចូលព្រៃទៅរកថ្នាំឯងត្រូវមើលក្រោមជើងឲ្យច្បាស់ផងកុំមកគំរាមខ្ញុំលោកពូគាត់ប្រហែលជាភ្លេចហើយភ្នំនេះហើយជាខ្នងបង្អែកពិតប្រាកដរបស់អ្នករកស៊ីក្នុងព្រៃថ្ងៃក្រោយខ្ញុំនឹងចូលទៅជ្រលងភ្នំសិនណុងប្រែសមត្ថភាពពិតប្រាកដរកស៊ីការប្រកួតប្រជែងរបស់យើងទើបតែចាប់ផ្ដើមទេឈប់សិនលីនវឹងពួកយើងរងចាំអ្នកយូរហើយថ្មីនេះព្រៃកំពុងហាមឃាត់ការដុតភ្លើងអ្នកណាចូលព្រៃត្រូវតែមានបានអនុញ្ញាតបើគ្មានបានទេចូលព្រៃគឺខុសច្បាប់បើចេះគិតគូរឆាប់ត្រឡប់ទៅវិញទៅកុំឲ្យពួកយើងត្រូវប្រើកម្លាំងបាយឲ្យសោះបានការពារភ្លើងអីឈឿនគូជឺកុំមកធ្វើជាខ្លាពាក់ស្បែកខ្លាអីព្រៃនៅក្រុងឡុងវ៉ាន់នេះខ្លាចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ត្រកូលចៅអ្នកតាំងពីពេលណាទៅអ្នកណាក៏ពឹងផ្អែកលើភ្នំដើម្បីរស់ដែរអ្នកអតីចូលបានចុះហេតុអ្វីបានជាខ្ញុំចូលមិនបានខ្ញុំថាអត់បានគឺអត់បាននៅតំបន់នេះក្រុមយាមភ្នំរបស់ពួកយើងជាអ្នកសម្រេចបើថ្ងៃនេះអ្នកហ៊ានតែរឹងតឹងចូលទៅនោះកុំបន្ទោសពួកបងអីដែលមិននិយាយពីមុខមាត់អីពួកបងត្រូវចាប់អូនក្នុងនាមជាចោរលួចកាប់ព្រៃឈើហើយបញ្ជូនទៅខាងជំនាញពាក់ព័ន្ធលោកប្រធានឆេនអំណាចមិនធម្មតាទេណាឆេនគូជឺលោកពិនិត្យមើលឲ្យច្បាស់ទៅនេះគឺជាបានអនុញ្ញាតស្រាវជ្រាវនិងប្រមូលអស្តព្រៃដែលចេញដោយការិយាល័យព្រៃឈើស្រុកឯកសារគ្រប់គ្រាន់ហើយមានសុពលភាពស្របច្បាប់យោងតាមបទបញ្ញត្តិគ្រប់គ្រងព្រៃឈើអ្នកដែលមានបានអនុញ្ញាតអាចធ្វើការស្រាវជ្រាវនិងប្រមូលផលបានតាមច្បាប់ហើយត្រូវបានការពារដោយអាជ្ញាធរគ្មាននរណាម្នាក់មានសិទ្ធិមកហាមឃាត់ឬរារាំងការងារនេះបានទេក្រុមយាមភ្នំរបស់ពួកលោកគ្រាន់តែជាអ្នកយាមដែលគ្រួសារចៅជួលមកទេមិនមានសិទ្ធិអនុវត្តច្បាប់រដ្ឋបាលអ្វីឡើយបើពួកលោកហ៊ានតែដាក់របាំងខុសច្បាប់រារាំងអ្នកមានបានអនុញាតទៀតនោះគឺចូលខ្លួនក្នុងបទរដ្ឋបិទសេរីភាពបុគ្គលនិងបង្កចំនួនហើយលិខិតពីមេធាវីខ្ញុំនឹងទៅដល់តុលាការនៅថ្ងៃស្អែកនេះឆេនគូជឺគុំនាំរឿងឲ្យចៅហ្វាយលោកអីនាំមនុស្សរបស់លោកចេញទៅភ្លាមបានលីនវឹងមានឯកសារកាងក្នុងបែបនេះលោកពិតជាខ្លាំងមែនតែប្រយ័ត្នផងជ្រលងភ្នំសិនវឹងនេះផ្លូវអលហើយមានជ្រោះជ្រៅណាស់មើលផ្លូវឲ្យច្បាស់កុំឲ្យជន់ខ្យល់ឲ្យសោះមិនបាច់បារម្ភជំនួសខ្ញុំទេជំហានរបស់ខ្ញុំគឺរឹងមាំណាស់អូរកឃើញហើយនេះវាជាផ្កាជីនសៀនលៀនកម្រមែនទេសានយូចាំខ្ញុំចុះទៅបេះឯងនៅខាងលើជួយទាញខ្សែឲ្យជាប់ហើយចាំមើលសញ្ញាដៃខ្ញុំផងអាហ្វឹងឬមួយយើងកុំចុះទៅអីវាគ្រោះថ្នាក់ណាស់បើខ្សែមានបញ្ហាអីខាងក្រោមសុទ្ធតែថ្មរដិបរដប់បើធ្លាក់ចុះទៅគឺគ្រោះថ្នាក់ខ្លាំងណាស់មិនអីទេប៉ាខ្ញុំបានកត់ត្រាក្នុងផែនទីភ្នំហើយថាចន្លោះថ្មលើជ្រោះនេះមានកន្លែងសម្រាប់តោងសានយូមនុស្សដែលខ្ញុំទុកចិត្តបំផុតគឺឯងផ្ញើជីវិតទុកនឹងឯងខ្ញុំអស់បារម្ភហើយចាំបានថ្នាំទាំងនេះមកវិញលក់បានលុយហើយថ្លៃបណ្ដាការរបស់ឯងក៏លែងជាបញ្ហាដែរម៉ាសាន់យូឲ្យទាញខ្សែឡើងមកដែលកាប់ឈើនៅក្បែរជើងឯងនឹងកាត់ខ្សែនឹងចោលទៅរួចដណ្ដើមយកថ្នាំរបស់វាមកវិញបើឯងមិនឲ្យវាឡើងមកបានទេអាលុយថ្លៃបណ្ណាការ2000នឹងខ្ញុំឲ្យឯងឥឡូវនេះឯងបងអត់បានទេធ្វើបែបនេះវាអាក្រក់ណាស់បងមិនមែនជាបងប្អូនដែលធំឡើងជាមួយខ្ញុំតាំងពីតូចមកទេមិនធ្វើមែនទេបើមិនធ្វើទេខ្ញុំនឹងទៅរកអូសដីផ្ទះឯងឥឡូវនេះហើយដេញគ្រូសាឯងចេញពីក្រុងឡុងវ៉ាន់ឲ្យអស់ចង់រៀបការជាមួយស៊ុយហ្វិនមែនយកសັບទៅយកខ្សែមកឲ្យខ្ញុំយកខ្សែមកឲ្យខ្ញុំសាន់យូខាងលើមានរឿងអីមែនទេសាន់យូខ្ញុំមិនអស់ចិត្តទេខ្ញុំមិនអាចធ្លាក់ចុះទៅបានទេ